ខ្ញុំនឹងកែប្រែតុករៀនខ្ញុំពីបែបនេះទៅជាបែបនេះដែលចំណាយក្រោម$200តែប៉ុណ្ណោះអូយខុសយកអីវ៉ាន់នឹងចង់ឈួតបន្ទប់ខ្ញុំវាញ៉ៃញ៉ៃអីវ៉ាន់ស្ដុកច្រើនជាពិសេសកន្លែងតុករៀនហ្នឹងរៀបហើយស្អាតរាយប៉ាយវិញដែរខ្ញុំរកមូលហេតុឃើញថាម៉េចបាទខ្ញុំលេងចង់រៀននៅក្នុងបន្ទប់ព្រោះដោយសារអីវ៉ាន់ស្ដុកច្រើនពេកហ្នឹងលេងចង់រៀនអស់លេងអញ្ចឹងដើម្បីកែប្រែគឺខ្ញុំត្រូវកំងអីវ៉ាន់ពីចិនរបស់ទី1គឺជាប្រភេទសុំដាក់ហូបថតសម្រាប់អ្នកដែលជា fan K-pop ភាគច្រើនគឺពួកគាត់មានឃើញនៅក្រៅស្អាតខ្លាំងមែនតើ clean ហើយ premium ទៀតសុំហូបថតនេះវាលុយថងថាវាថ្លាបងប្អូនអាចទិញទៅសម្រាប់ដាក់ហូបថតជុំគ្រួសារខ្លួនឯងអីចឹងទៅប៉ុន្តែសម្រាប់ខ្ញុំ fan K-pop គឺខ្ញុំដាក់ photo card របស់ខ្ញុំហើយអីវ៉ាន់ទី2គឺនីលកាខ្ញុំ research online ខ្ញុំឃើញគេនិយមប្រើនីលកានឹងច្រើនមែនតើអញ្ចឹងក៏សម្រាប់ចិត្តថាទិញមួយទៅអូយនៅក្រៅឡើងស្អាតតម្លៃដើមការខ្ញុំទិញដូចជា2ជាងអត់តន់បូកទាំងសេវារបស់ទី3គឺជាប្រភេទ calendar តម្លៃវាដូចជា2ជាងតែខ្ញុំ check មើលក្នុង app DOSB តែនៅក្រៅឃើញសាច់ស្អាតមែនតើរបស់ទី4គឺជាទូដែកចាទូដែកខ្ញុំនឹងមិនមែនទូដែកដាក់លុយអីទេគ្រាន់ទូដែកដាក់របស់សម្ភារៈទូចៗអីហ្នឹងខ្ញុំឃើញគេនិយមទិញប្រើដាក់ដេកតុកច្រើនពេកចឹងខ្ញុំក៏ទិញតាមគេដែរទៅរបស់ទី5នេះគឺជាអាវសម្រាប់ដាក់ឲ្យ like stick ខ្ញុំមិនដឹងហៅថាម៉េចទេខ្ញុំហៅថាអញ្ចឹងចោះព្រោះដោយសារឥឡូវនេះខ្ញុំចិត្តទៅគៀកទៅមើល concert ដែរអញ្ចឹងខ្ញុំត្រូវត្រៀមសម្ភារៈផ្សេងៗសម្រាប់ដេកlike stick ខ្ញុំដែរអញ្ចឹងណាតម្លៃវា3ជាងវាធូរមែនតើហើយស្អាតទៀតអីវ៉ាន់ទី6គឺជាប្រភេទសមកាសនេះដែរគឺខ្ញុំទិញមកសម្រាប់ការពារកាសរបស់ខ្ញុំក្នុងការឆ្កូតឬក៏ប្រឡាក់អីផ្សេងអញ្ចឹងទៅឃើញរបស់គេស្អាតចេញមកតំណងហ្មងប៉ុន្តែខ្ញុំសុំលាតធម្មតាចាអីវ៉ាន់ទី7នេះជាប្រភេទទូដាក់ skin care យើងនៅក្នុងបន្ទប់ហ្នឹងក៏មិនប្រកាសថាអត់មានធូលីដីតោងជាប់ skin care របស់យើងដែរខ្ញុំអង្គុយជូតរាល់ថ្ងៃហ្នឹងអញ្ចឹងតែអានេះមួយទៅបិទចិត្តឆឹងតែម្ដងតម្លៃវាទៅដល់ព្រាជាងទេអីវ៉ាន់ទី8នេះគឺខ្ញុំស្រឡាញ់មែនតើជាប្រភេទធ្នើរសម្រាប់ដាក់លើតុអីវ៉ាន់កញ្ចប់ច្រើនបើសិនជាអត់មានកន្លែងដាក់ទេខ្ញុំ recommend ទិញអានេះមួយទៅដាក់មកលើកសម្រស់តុកយើងហ្មងរបស់ទី9នេះគឺជាធ្នើរសម្រាប់បញ្យួរអីវ៉ាន់ផ្សេងតម្លៃដើមវា7លាជាងសមរម្យដែរហើយមើលនៅក្នុងរូបនឹងមិនគឺនៅក្រៅអញ្ចឹងសាច់ឈរស្អាតខ្លាំងមែនតើគុណភាពញាក់សាច់អីវ៉ាន់ទី10ជាប្រភេទរតែសម្រាប់ដាក់អីវ៉ាន់ខ្ញុំឃើញថាសភៅខ្ញុំបើសិនជាអត់មានកន្លែងដាក់ទេគឺខ្ញុំដាក់នៅនឹងហ្មងហើយវា save space យើងច្រើនខ្លាំងមែនតើតែគ្រាន់ថាបងប្អូនត្រូវចាយពេលសង់ខ្លួនឯងឡើងវិញព្រោះយើងដឹកមកពីចិនហ្នឹងគឺក្នុងសភាពទ្រង់ទ្រាយដើមសុទ្ធហ្មងសាច់វាដែរមិនចោធម្មតាទេអញ្ចឹងតម្លៃវាជាង12រៀលដែរអីវ៉ាន់ទី11ចុងក្រោយគឺជាប្រភេទទូដៃសម្រាប់ដាក់អីវ៉ាន់គុណភាពខ្ញុំមើលនៅក្នុងទូរស័ព្ទគឺវាល្អប៉ុន្តែពេលដែលឃើញនៅក្រៅហ្នឹងគឺវាកាន់តែល្អទៀតព្រោះសាច់វាជាប្រភេទដៃអញ្ចឹងវាធ្ងន់ហើយ premium ទៀតតម្លៃវា70-30រៀលដែរប៉ុន្តែអត់អីទេគុណភាពល្អគឺទិញទៅស្ដាយក្រោយទេសរុបជារួមមកគឺខ្ញុំស្រឡាញ់តុកខ្ញុំខ្លាំងមែនតើឥឡូវហ្នឹងគឺចាប់ផ្ដើមមាន motivation ក្នុងការរៀនវិញហើយព្រោះឃើញតុកស្អាតអីវ៉ាន់ភាគច្រើនដែលបងប្អូនឃើញថ្ងៃនេះខ្ញុំមិនមែនចេះកំងពីចិនដោយខ្លួនឯងគឺខ្ញុំប្រើសេវាកម្មតាម app DOSB ចំណែកឯរបស់មួយចំនួនទូចទៀតគឺខ្ញុំទិញនៅខ្មែរយើងទេប៉ុន្តែបើសិនជាបងប្អូនចង់ជ្រើតម្លៃឲ្យវារៀងធូរជាងនឹងបងប្អូនអាចធ្វើការ scan អីវ៉ាន់ហ្នឹងហើយទិញតាម app DOSB ហើយខ្ញុំធានាឲ្យបងប្អូនបើសិនជាអីវ៉ាន់មកដល់ហើយមានការបែកបាក់ខូចខាតខុសពណ៌ខុសទំហំអីហ្នឹងក្រុមហ៊ុនធានាសងលុយវិញ 100% តែម្ដងថ្លៃដឹកជញ្ជូនគឺទាបជាងទីផ្សារចាប់ពី2000រៀលឡើងទៅបើសិនជាបងប្អូនប្រើសេវាកម្មជួយទិញ DOSB ឥឡូវហ្នឹងគឺមានលុយតែ 50% នៃថ្លៃអីវ៉ាន់ណាក៏អាចដាក់ទិញបានដែរបានន័យថាបើសិនជាអីវ៉ាន់ហ្នឹងតម្លៃ$10បងប្អូនបង់លុយមុនតែ$5ទេប៉ុន្តែ$5ទៀតបងប្អូនចាំបង់ពេលដែលទទួលបានអីវ៉ាន់ទៅសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចធ្វើការឆាតចូលទៅក្នុង page របស់គេបាន